មានសាច់គោមិនតែជាមួយពងទាមួយគ្រាប់ពីរគ្រាប់ខ្ទឹមបារាំងបន្តិចទៀតមកអាចសាកធ្វើមួយមុខនេះញ៉ាំបានណាធានាថារសជាតិនឹងគឺឆ្ងាញ់ប្លែកហ្មងហើយមួយមុខនេះធ្វើលឿនមែនតើប្រហែលជាខ្ទង់10នាទី15នាទីអីហ្នឹងគឺរួចរាល់បានញ៉ាំហើយសម្រាប់សាច់គោអាចប្រើជាសាច់ណាដែលផុយល្អមកបងប្អូននិយាយទៅសាច់នេះគឺខ្ញុំប្រើជាសាច់ផ្អែមប្រហែលជាតែមួយខាំទេយើងហាន់វាជាប្រទេសស្ដើងខ្ញុំប្រឡាក់ជាមួយទឹកស៊ីអ៊ីវកន្លះស្លាបព្រាបាយប្រេងខ្យងកន្លះស្លាបព្រាបាយម្សៅស៊ុបមួយចឹបស្ករកន្លះស្លាបព្រាកាហ្វេដាក់ចូលហើយយើងកូរច្របល់សាច់គោជាមួយនឹងគ្រឿងទាំងអស់នឹងឲ្យចូលជាតិហើយទុកវាម្ដុំសិនមកយើងទៅគោះពងទាសម្រាប់ពងទានេះគឺខ្ញុំដាក់ចំនួន2គ្រាប់ប៉ុន្តែបើសិនជាបងប្អូនចង់ដាក់ច្រើនជាងនឹងក៏បានដែរលៃលោកមើលតាមនឹងទៅគោះវាឲ្យបាយល្អហើយចាំយើងទៅចាប់ផ្ដើមរំលីងខ្ទឹមសប្រហែលជាខ្ទង់3ទៅ4កពឹសមិនចាំឲ្យក្រហមពេកទេមើលទៅឡើងសបោព្រឿងយើងដាក់ខ្ទឹមបារាំងមកខ្ទឹមបារាំងនេះគឺខ្ញុំដាក់តែមួយចាហៀងណាបងប្អូនឆាវាប្រហែល1នាទី2នាទីឲ្យឡើងរាងស្លប់ចាក់សាច់គោចូលមកសម្រាប់សាច់គោយើងអត់ឆាយូរទេប្រហែលជាខ្ទង់កន្លះនាទីអីហ្នឹងមើលទៅសបោរបស់វាចាប់ផ្ដើមឡើងរាងសតិចអញ្ចឹងយើងដាក់ពងទាយើងចូលមកសម្រាប់អានេះបើសិនជាបងប្អូនចង់ប្រើជាពងមាន់ក៏បានដែរបន្ទាប់ពីយើងចាក់វាចូលហើយកុំបើកភ្លើងក្តៅខ្លាំងពេកបើកតិចមកល្មមបានន័យហើយយើងគ្របគម្របទុកចោលប្រហែលជាខ្ទង់2នាទីអីទៅបងប្អូនអានេះកុំបើកភ្លើងខ្លាំងពេកតែកាលណាភ្លើងខ្លាំងវាងាយនឹងខ្លោចពងទាប៉ុន្តែសាច់គោរបស់យើងនៅអត់ទាន់ឆ្អិនល្អអញ្ចឹងទៅហើយចុងក្រោយគេរោយម្ទេសបន្តិចជាមួយនឹងស្លឹកខ្ទឹមមកសម្រាប់បងប្អូនអត់ចង់ដាក់ម្ទេសអាចប្រើជាម្រេចក៏បានដែរតែប៉ុណ្្នឹងមកមុខម្ហូបរបស់យើងគឺរួចរាល់យើងអាចយកទៅញ៉ាំបានហើយសម្រាប់មួយមុខនេះគឺញ៉ាំជាមួយទឹកម្រេចចាបងប្អូននិយាយទៅត្រូវជាតិគ្នាជាមួយនឹងទឹកម្រេច